ឈ្មោះជានិស្សិតយុវជនជានិស្សិតឆ្នាំទី4ម្នាក់បែកកំណត់លួចម៉ូតូត្រូវសមត្ថកិច្ចចាប់ខ្លួនប្រិមិត្តជាទីរាប់អានតើអ្វីទៅជាមូលហេតុដែលបណ្ដាលឲ្យយុវជនម្នាក់មានចំណេះដឹងខ្ពង់ខ្ពស់រៀនសូត្ររហូតដល់ទៅឆ្នាំទី4ទៅហើយចិត្តបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្របែរជាមកផ្្លាត់ស្នេតបំផ្លាញអនាគតខ្លួនឯងត្រឹមមួយរំពេចដោយសារតែអំពើចោរកម្មលួចម៉ូតូទៅវិញតើនេះជាវិបត្តិហិរញ្ញវត្ថុផ្ទាល់ខ្លួនការចាញ់បោកលបែងស៊ីសងឬជាការប្រព្រឹត្តទាំងកំហឹងថ្ងៃនេះនាងខ្ញុំនឹងនាំអារម្មណ៍ប្រិមិត្តទៅតាមដានសាច់រឿងលម្អិតនិងស៊ីជម្រៅជុំវិញករណីខាត់ខ្លួននិស្សិតឆ្នាំទី4ម្នាក់ដែលបានប្រព្រឹត្តអំពើលួចម៉ូតូនៅកណ្ដាលរាជធានីភ្នំពេញយោងតាមរបាយការណ៍ផ្លូវការផ្នែកជំនាញនៃអធិការដ្ឋាននគរបាលទូលគោកបានឲ្យដឹងថាកម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងក្តៅគគុករហូតឈានដល់ការខាត់ខ្លួនជនសង្ស័យម្នាក់ជាបណ្ដោះអាសន្នកាលពីវេលាម៉ោងប្រមាណ 10:30 នាទីរសៀលថ្ងៃទី14ខែសីហាឆ្នាំ2026នេះប្រតិបត្តិការបង្ក្រាបនេះត្រូវបានធ្វើឡើងនៅតាមបណ្ដោយផ្លូវលេខ192ក្រុមទី8ភូមិ3ស្ថិតក្នុងសង្កាត់ទឹកល្អកទី3ខណ្ឌទូគោករាជធានីភ្នំពេញហេតុការណ៍ចោរកម្មនេះបានកើតឡើងកាលពីថ្ងៃទី12ខែសីហាឆ្នាំ2026វេលាម៉ោងប្រមាណ 2:30 នាទីរសៀលនៅចំណុចមុខក្រុមហ៊ុន JGL Logistics Co Ltd ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ110ផ្លូវសហព័ន្ធរ៉ូស៊ីក្រុមទី33ភូមិ10សង្កាត់ផ្សារដេប៉ូទី3ខណ្ឌទូគោកជនរងគ្រោះក្នុងករណីនេះត្រូវបានគេស្គាល់ថាឈ្មោះស្រីមអានីតាភេទស្រីអាយុ19ឆ្នាំជនជាតិខ្មែរដែលជាបុគ្គលិកក្រុមហ៊ុនមួយកន្លែងនិងមានទីលំនៅក្នុងរាជធានីភ្នំពេញម៉ូតូដែលត្រូវគេលួចទៅនោះគឺជាម៉ូតូម៉ាក Honda Scoopy ស៊េរីឆ្នាំ2020ពណ៌សពាក់ស្លាកលេខភ្នំពេញ 1HS 1127បន្ទាប់ពីទទួលបានបណ្ដឹងនិងសេចក្តីរាយការណ៍ភ្លាមកម្លាំងសមត្ថកិច្ចជំនាញខណ្ឌទូគោកបានចុះស្រាវជ្រាវតាមដានមុខសញ្ញាយ៉ាងយកចិត្តទុកដាក់រហូតឈានដល់ការកំណត់អត្តសញ្ញាណនិងស្ទាក់ខត់ខ្លួនជនសង្ស័យបានសម្រេចរួមជាមួយវត្ថុតាងជាក់ស្ដែងជនសង្ស័យដែលត្រូវខត់ខ្លួនមានឈ្មោះរ៉ាសវត្រាភេទប្រុសអាយុ21ឆ្នាំជនជាតិខ្មែរមានមុខរបរនិស្សិតឆ្នាំទី4នៅវិទ្យាល័យមួយនិងមានលំនៅក្នុងរាជធានីភ្នំពេញអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺតាមរយៈការត្រួតពិនិត្យបឋមនិងការធ្វើតេស្តស្វែងរកសារធាតុញៀនដោយសមត្ថកិច្ចបានបញ្ជាក់យ៉ាងច្បាស់ថាជនសង្ស័យមិនមានសារធាតុញៀននៅក្នុងខ្លួននោះឡើយនៅក្នុងប្រតិបត្តិការខត់ខ្លួននេះសមត្ថកិច្ចបានដកហូតវត្ថុតាងសំខាន់រួមមានទូរស័ព្ទដៃម៉ាក Samsung ស៊េរីចាស់ពណ៌សចំនួន1គ្រឿងរបស់ជនសង្ស័យម៉ូតូម៉ាក Honda Scoopy ស៊េរីឆ្នាំ2020ពណ៌សចំនួន1គ្រឿងដែលជាកម្មសិទ្ធិរបស់ជនរងគ្រោះស្រីមអានីតាបច្ចុប្បន្នជនសង្ស័យឈ្មោះរ៉ាសូវ៉ាន់ត្រាត្រូវខត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទូគោកដើម្បីធ្វើការស៊ូចម្លើយបន្ថែមនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ប្រិមិត្តអ្នកស្ដាប់ទាំងអស់គ្នានៅពេលដែលនាងខ្ញុំបានអាននិងពិនិត្យមើលរបាយការណ៍ព័ត៌មាននេះនាងខ្ញុំមានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំងចំពោះអនាគតរបស់យុវជនរូបនេះជាប្រធានបទមួយដែលសង្គមយើងត្រូវយកចិត្តទុកដាក់និងគិតពិចារណាទាំងអស់គ្នាមួយវិបត្តិអនាគតនិងការសម្រេចចិត្តខុសឆ្គងជនសង្ស័យមានអាយុទើបតែ21ឆ្នាំហើយជានិស្សិតឆ្នាំទី4ស្រមៃមើលថាមេដាបៃតាឬអាណាព្យាបាលបានខិតខំប្រឹងប្រែងរ៉ាប់រងការចំណាយនិងផ្គត់ផ្គង់ការសិក្សាអស់រយៈពេល4ឆ្នាំមកនេះដើម្បីឲ្យកូនមានចំណេះវិជ្ជានិងមានអនាគតភ្លឺស្វាងប៉ុន្តែត្រឹមតែទង្វើខុសឆ្គងមួយពេលនិងការគិតខ្លីដើរផ្លូវកាត់ដោយសារតែបំណងប្រាថ្នាចង់បានទ្រព្យសម្បត្តិរបស់អ្នកដទៃបានធ្វើឲ្យរូបគេត្រូវបាត់បង់អនាគតការសិក្សាព្រមទាំងជួបប្រទះនៅរូបភាពអាម៉ាស់ចំពោះគ្រួសារនិងសង្គមពីកត្តាជំរុញចិត្តដែលមិនមែនជាគ្រឿងញៀនជាទូទៅករណីចោរកម្មឬការលួចឆក់ប្លន់ភាគច្រើនតែងតែមានទំនាក់ទំនងជាមួយការញៀនថ្នាំឬគ្រឿងញៀនប៉ុន្តែសម្រាប់ករណីនេះសមត្ថកិច្ចបានធ្វើតេស្តរួចរាល់ហើយលទ្ធផលគឺអវិជ្ជមានគ្មានសារធាតុញៀននេះស្ដែងឲ្យឃើញថាអំពើលួចនេះមិនមែនកើតឡើងដោយសារការវង្វេងស្មារតីព្រោះថ្នាំញៀននោះទេប៉ុន្តែវាអាចកើតចេញពីកត្តាផ្សេងដូចជាសម្ពាធហិរញ្ញវត្ថុឬបំណុលការចំពាក់ប្រាក់គេឬការលងខ្លួនក្នុងល្បែងស៊ីសងតាមអនឡាញដែលបច្ចុប្បន្នកំពុងរាតត្បាតនិងទាក់ទាញយុវជនជាច្រើនឲ្យធ្លាក់ក្នុងបំណុលវណ្ឌកសម្ភារៈនិយមការចង់បានសម្ភារៈប្រើប្រាស់ម៉ូតូឬរបស់ទំនើបដើម្បីបង្អួតភ្នែកអ្នកដទៃដោយមិនបានគិតពីលទ្ធភាពនិងសមត្ថភាពពិតប្រាកដរបស់ខ្លួន3មេរៀននិងការពារខ្លួនសម្រាប់សង្គមករណីនេះគឺជាសាររំលឹកស្មារតីដល់បងប្អូនប្រជាពលរដ្ឋជាពិសេសអ្នកធ្វើការឬនិស្សិតឲ្យមាន
មានការប្រុងប្រយ័ត្នខ្ពស់ចំពោះទ្រព្យសម្បត្តិផ្ទាល់ខ្លួន Motoscopy គឺជាប្រភេទម៉ូតូដែលចៅតែងតែតម្រង់ទិសដៅព្រោះងាយស្រួលក្នុងការលក់បន្តឬកែច្នៃផ្លាកលេខការចតម៉ូតូនៅមុខក្រុមហ៊ុនឬទីសាធារណៈគប្បីមានការចាក់សោបន្ថែមសោឌីសឬសោច្រវាក់ឬទុកនៅក្នុងចំណតដែលមានអ្នកមើលថែត្រឹមត្រូវទន្ទឹមនឹងនេះនាងខ្ញុំសូមកាត់សរសើរនិងវាយតម្លៃខ្ពស់ចំពោះកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទូលគោកដែលបានធ្វើការស្រាវជ្រាវយ៉ាងឆាប់រហ័សយកចិត្តទុកដាក់រហូតដកហូតម៉ូតូយកមកប្រគល់ជូនជនរងគ្រោះវិញនិងនាំខ្លួនជនល្មើសមកផ្ដន្ទាទោសតាមច្បាប់ជាចុងក្រោយអំពើលួចមិនត្រឹមតែជាបទល្មើសព្រហ្មទណ្ឌដែលត្រូវផ្ដន្ទាទោសតាមច្បាប់ប៉ុណ្ណោះទេប៉ុន្តែវាក៏ជាស្នាមប្រឡាក់មួយជីវិតនៅក្នុងប្រវត្តិរបស់អ្នកផងដែរគ្មានផ្លូវកាត់ណាមួយដែលនាំទៅរកភាពជោគជ័យនិងសេចក្តីសុខពិតប្រាកដនោះឡើយមានតែការខិតខំប្រឹងប្រែងប្រកបមុខរបរនិងការងារដោយស្មោះត្រង់និងផ្ទាល់ដៃប៉ុណ្ណោះតើប្រិមិត្តយល់យ៉ាងណាដែរចំពោះករណីមួយនេះសូមបញ្ចេញមតិយោបល់នៅខាងក្រោមវីដេអូនេះដើម្បីចែករំលែកទស្សនៈទាំងអស់គ្នាប្រសិនបើប្រិមិត្តចូលចិត្តការអធិប្បាយនិងការវិភាគព័ត៌មានបែបនេះសូមកុំភ្លេចចុច Like Share និងចុច Subscribe Channel Nika Info និង Follow Page Idol TV News ដើម្បីទទួលបានវីដេអូព័ត៌មានថ្មី